ជាអ្នកទទួលខុសត្រូវនៅព្រះសហគមន៍តំបន់ខេត្តក្រចេះនិងជំរាបសួរដល់បងប្អូនទាំងអស់គ្នាដែលមកចូលរួមក្នុងកម្មវិធីអភិបូជាអធិដ្ឋានក្នុងឱកាសឆ្នាំមហាករុណាธิគុណនៅព្រះសហគមន៍ក្រចេះហើយព្រះសហគមន៍ក្រចេះនេះគឺជាទីសក្ការៈឋានមួយដែលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាមបានជ្រើសរើសសម្រាប់ឆ្នាំមហាករុណាธิគុណដោយសារព្រះសហគមន៍ក្រចេះជាប់ប្រវត្តិសាស្ត្រនៅក្នុងព្រះសហគមន៍ភូមិភាគកំពង់ចាមដ៏យូរអង្វែងមកនឹកឃើញដល់លោកឪពុកឌុងដែលធ្លាប់រងទុក្ខលំបាកនៅសម័យខ្មែរក្រហមធ្លាប់ជាប់ដូចជាឃុំនៅសាលាមួយនៅចិត្តទីរួមខេត្តក្រចេះយើងនេះជំរាំនឹងលោកទទួលមរណភាពអញ្ចឹងជាប់នៅក្នុងប្រវត្តិសាស្ត្រនៃបរណស័ក្តិសិទ្ធិនៅក្នុងភូមិភាគកំពង់ចាមដែរហើយឆ្នាំនេះជាឆ្នាំមហាករុណាธิគុណដើម្បីចាប់ផ្ដើមខ្ញុំសូមពន្យល់តិចអំពីឆ្នាំមហាករុណាธิគុណនៅក្នុងគម្ពីរសម្ព័ន្ធមេត្រីចាស់គេធ្លាប់គិតអំពីទីមួយយើងគិតអំពីសប្តាហ៍ក្នុងមួយសប្តាហ៍យើងមាន7ថ្ងៃមែនទេបងប្អូនដឹងទេមួយអាទិត្យយើងមាន7ថ្ងៃអញ្ចឹងថ្ងៃទី7គេឈប់សម្រាកមែនទេបាទអញ្ចឹងគេមានគេហៅថាថ្ងៃទី7គឺថ្ងៃសប្តាហ៍ហើយក្នុងគម្ពីរគេនិយាយអំពីឆ្នាំទី7ដែរឆ្នាំទី7ជាឆ្នាំដែលគេឈប់សម្រាកដែរគេអត់ធ្វើការងារទេនៅជនជាតិអ៊ីស្រាអែលតាមប្រពៃណីគេឆ្នាំទី7នោះគេឈប់សម្រាកមួយឆ្នាំហើយគេទុកឲ្យដីមានជីជាតិឡើងវិញដោយសារពីសម័យដើមគេរកស៊ីដាំដំណាំហើយនឹងចិញ្ចឹមសត្វអញ្ចឹងឆ្នាំទី7នោះគេអត់ធ្វើការគេឈប់សម្រាកក៏ប៉ុន្តែបើយើងគិតគុណសាកល្មើ7គុណនឹង7យើងឃើញប្រមាណ49បាទ7គុណនឹង7 49អញ្ចឹងឆ្នាំទី50គេហៅថាឆ្នាំមហាករុណាธิគុណឆ្នាំទី50នោះគេមិនគ្រាន់តែសម្រាកពីការងារប៉ុន្តែគេលុបបំណុលឲ្យអ្នកដែលជំពាក់បំណុលហើយបើសិនជាដីធ្លីដែលគេរឹបអូសបាននោះហើយដល់ឆ្នាំមហាករុណាธิគុណនោះឆ្នាំទី50ហ្នឹងគេប្រគល់ឲ្យម្ចាស់ដើមវិញហើយកូនបំណុលទាំងអស់រួចខ្លួនបាទអញ្ចឹងជាឆ្នាំមួយពិសេសតាមប្រពៃណីជនជាតិអ៊ីស្រាអែលហើយព្រះយេស៊ូវធ្លាប់មានព្រះបន្ទូលអំពីឆ្នាំមហាករុណាธิគុណថាជាឆ្នាំដែលព្រះជាម្ចាស់សម្ដែងព្រះハរតីមេត្តាករុណាព្រះអង្គប្រទានឲ្យមនុស្សយើងមានសេរីភាពព្រះអង្គប្រទានឲ្យមនុស្សយើងបានទទួលការសង្គ្រោះឲ្យរួចពីអំពើបាបចឹងហើយនៅក្នុងព្រះសហគមន៍កាតូលិកយើងធ្លាប់មានប្រពៃណីយើងមានឆ្នាំមហាករុណាธิគុណតាមរបៀបជំនឿតាមសម្ព័ន្ធមេត្រីចាស់ផងប៉ុន្តែតាមរបៀបព្រះយេស៊ូវផងហើយសម្ដេចប៉ាបប្រហែលដូចជាឆ្នាំមហាករុណាธิគុណប្រហែលដងក្រោយនេះគឺបានកំណត់ឆ្នាំពិសេសគឺ25ឆ្នាំម្ដង25ឆ្នាំម្ដងមានឆ្នាំមហាករុណាธิគុណចឹងឆ្នាំនេះជាឆ្នាំមហាករុណាธิគុណមួយដែលសម្ដេចប៉ាបប្រទានប្រកាសឲ្យយើងទាំងអស់គ្នាមានឱកាសដើម្បីនឹងទទួលការលើកលែងទោសពីព្រះជាម្ចាស់ដ៏ពេញលេញមានន័យថាទទួលការលើកលែងទោសឲ្យរួចពីអំពើបាបផងប៉ុន្តែឲ្យរួចពីទោសនៃអំពើបាបដែរអញ្ចឹងជាឆ្នាំមួយពិសេសហើយតើធ្វើយ៉ាងម៉េចដើម្បីឲ្យទទួលការលើកលែងទោសឲ្យបានពេញលេញនេះគឺសម្ដេចប៉ាបបានរំលឹកឲ្យយើងថាទី1គឺយើងចូលរួមធ្វើបូជនីយចរមានន័យថាធ្វើដំណើរអធិដ្ឋានទៅតាមទីសក្ការៈឋានផ្សេងមានបងប្អូនពីបរិស័ទខ្លះគេមានសមត្ថភាពខ្លះគេទៅទីក្រុងរ៉ូមមានទ្វារដ៏វិសុទ្ធជាទ្វាររបស់ព្រះវិហារវិសាលវិហារសន្តសិលាដែលជាទ្វារដ៏វិសុទ្ធក៏ប៉ុន្តែប្រសិនបើយើងអត់បានទៅទីនោះទេឲ្យយើងទៅអធិដ្ឋាននៅតាមទីសក្ការៈឋានរបស់ភូមិភាគហើយនៅភូមិភាគកំពង់ចាមយើងមានក្រចេះនេះមួយមានប៊ូស្រាមួយ
miền đo lỡ mùi tiệt hai mùi tiết cứ nơi nệ lương chẳng dương miền buôn cả lái đây riêng ai vừa đồng ná bôi chỉ đi cho ati than bàn lục Bruno nâng riệp trong sầm rạp bom ôn đồng bọn cần che cho mỗi kia ati than cho mỗi kia từ tam ti sẽ cả than xinh hai nơi trong tập phơi nàyยังhai tập passport nữa dương miềnระเบียบđại dương phần vô làm việcระเบียบdương thôi giờ mất làm bây giờ tu ca lực lên tôi hỏi ban bình định chắc trong này ban phần vô thá cứ dương trời ati than rồi pe phẩm bảy ngày vừa đầm ná tới tam ti sẽ cả than để miềnហ្នឹងphẩm bảy ngày hai là pe núi dương ati than thì mỗi cứ dương ati than sầm ram sầm đại pháp đểរួមជាមួយនឹងព្រះនាងម៉ារីហើយនឹងសន្តៈសន្តិផ្សេងៗហ្នឹងហើយហើយមួយទៀតគឺយើងមានបំណងចង់កែប្រែចិត្តគំនិតមែនទែនដើម្បីលះបង់សេចក្តីអាក្រក់ហើយយើងទទួលអគ្គសញ្ញាលើកលែងទោសមានន័យថាយើងអធិដ្ឋាន8ថ្ងៃក្រោយមកយើងទទួលអគ្គសញ្ញាលើកលែងទោសហើយបន្តមកទៀតយើងទទួលប្រកាយប្រគ្រីនៅក្នុងអភិបូជាហើយនឹងយើងអធិដ្ឋានសម្រាប់សម្ដែងបាបហើយប្រសិនបើយើងអត់មានឱកាសទៅតាមទីសក្ការៈឋានផ្សេងៗទេឧទាហរណ៍ថាបងប្អូនខ្លះឈឺមិនអាចទៅឆ្ងាយបានឬក៏បងប្អូនពិបាកទៅឆ្ងាយចឹងបងប្អូនអាចអធិដ្ឋានដោយជួយអ្នករងទុក្ខលំបាកណាម្នាក់ក្នុងនោះមានអ្នកពិការអ្នកដែលមានជំងឺធ្ងន់អ្នកចំទីឃុំឃាំងជាដើមយើងអាចជួបព្រះយេស៊ូវតាមរយៈអ្នកទាំងនោះហើយមួយទៀតយើងអាចនឹងហើយយើងអាចសម្ដែងធម្មមេត្តាករុណាដល់បងប្អូនអាជីវជាតិតាមរយៈអ្នកតូចតាចទៅនោះផងនឹងហើយខ្ញុំគិតថាខ្ញុំបាននិយាយអស់ហើយបាទអញ្ចឹងយើងមានឱកាសជួបព្រះយេស៊ូវតាមរយៈអធិដ្ឋានផងប៉ុន្តែតាមរយៈជួយអ្នកតូចតាចអ្នកដែលរងទុក្ខលំបាកនៅក្នុងសង្គមយើងបច្ចុប្បន្នដែរចឹងនៅពេលនេះយើងចាប់ផ្ដើមកម្មវិធីរបស់យើងដោយយើងអធិដ្ឋានជាមួយគ្នាលោកពុកនឹងបោះត្រាឲ្យក្រោយមកពេលណាយើងទៅប៊ូស្រាគេបោះត្រានៅប៊ូស្រាមួយទៀតជាប៉ាសពតមិនមែនសម្រាប់ឆ្លងប្រទេសប៉ុន្តែសម្រាប់ឆ្លងទៅឋានបរមសុខរៀបចំខ្លួនដើម្បីទៅឋានបរមសុខបាទអញ្ចឹងយើងនៅមានឱកាសដើម្បីអធិដ្ឋាននឹងទទួលត្រានៅតាមទីសក្ការៈឋានផ្សេងៗចឹងបើនិយាយពីសម្រាប់យើងវិញដែលយើងកំពុងតែស្វែងរកស្គាល់ព្រះយេស៊ូវយើងចង់ក្លាយទៅជាគ្រីស្ទបរិស័ទលុះត្រាតែយើងទទួលស្គាល់ថាព្រះយេស៊ូវគឺជាព្រះបុត្រារបស់ព្រះជាម្ចាស់ដែលយើងមកប្រទានការសង្គ្រោះឲ្យយើងប្រទានឲ្យយើងមានជីវិតអស់កលជានិច្ចហើយព្រះយេស៊ូវនេះជាអ្នកដែលគង់នៅជាមួយយើងដែលផ្ដល់សេចក្តីសង្ឃឹមឲ្យយើងពិតប្រាកដឥឡូវខ្ញុំបញ្យល់អំពីពាក្យឆ្អែតមានន័យយ៉ាងម៉េចក្នុងអត្ថន័យក្នុងគម្ពីរនេះឆ្អែតមានន័យយ៉ាងម៉េចឆ្អែតមានន័យថាព្រះយេស៊ូវបានផ្ដល់ឲ្យយើងស្ងប់ចិត្តហើយយើងចាប់ផ្ដើមមានគំនិតគិតដល់បងប្អូនដទៃទៀតដែលរងទុក្ខលំបាកដែលត្រូវការព្រះយេស៊ូវជួយដែលត្រូវការជំនួយដែរចេះមនុស្សចាប់ដើមចេះចែករំលែកអ្វីៗដែលខ្លួនមានដល់បងប្អូនដោយស្ត្រីនោះគាត់សុខចិត្តទុកក្អមចោលគាត់ទៅប្រាប់អ្នកភូមិដូចគ្នាគឺមនុស្សចាប់ដើមប្រែចិត្តគំនិតជាក្នុងអត្ថបទនេះតាមពិតមានអត្ថន័យជ្រៅមែនទែនសម្រាប់យើងទាំងអស់គ្នា